ក្នុងឆ្នាំ1846នៅដុងកុមារសន្ធោមុខជាបុត្ររបស់មន្ត្រីក្នុងព្រះបរមរាជវាំងក្នុងរាជព្រះបាទអង្គឌួងរវាងឆ្នាំ1844មាតាបិតាកុមារមុខត្រូវបានយួនចាប់ខ្លួនធ្វើជាឆ្លើយសឹកនិងបញ្ជូនទៅនគរអណាមនៅពេលនោះទៅហើយនាំឲ្យមុខអាចជាក្មេងកំព្រាទៅក្រោយមកព្រះគ្រូចៅអធិការនៅវត្តភ្នំវិរិយទ្រព្យនៅក្រុងឧដុង្គព្រះនាមអនយកកុមារមុខដែលមានអាយុត្រឹមតែ11ឆ្នាំទៅស្នាក់រៀនអាស្រ័យនៅទីវត្តអារាមដើម្បីបង្រៀនសិក្សាអក្សរសាស្ត្រនិងក្បួនច្បាប់នានាក្នុងវត្តអារាមមុខបានសរសេរសាស្ត្រាដោយប្រើធ្យូងជំនួសដីសយកភ្លើងចង្ក្រានជំនួសភ្លើងចង្កៀងដែលខ្លួនចំអិនដាំបម្រើដល់ព្រះគ្រូចៅអធិការត្បិតអីរូបមុខក្រខ្សត់ណាស់លុះដល់ឆ្នាំ1845មុខត្រូវបានបួសជាបព្វជិតនៅវត្តគុកនៅលើភ្នំវិរិយទ្រព្យទីនេះជារាជវាំងចាស់និងជាទីកន្លែងដែលកូននិមឺនមន្ត្រីកូនអ្នករាជការទៅបួសរៀនសិក្សានាសម័យឧដុង្គរហូតដល់សម័យបារាំងមុខមានមាឌតូចមុខខ្មោតមានស្លាកស្លាមបិទអីគាត់កើតជំងឺអុតតាំងពីកុមារហើយមានអវយវៈដៃទាំងសងខាងក្រងែងទើបគេតែងហៅគាត់ថាមុខក្រងែងមុខក្រងែងតែមុខគាត់មានសម្លេងពីរោះចេះស្មូតសូត្រធរអានិងមានទេពកោសល្យតែងកំណាប់បានយ៉ាងលឿនគួរឲ្យចាប់អារម្មណ៍និងប្រកបដោយអត្ថន័យនិងខ្លឹមសារគួរជាទីទាក់ទាញបន្ទាប់ពីបួសជាព្រះសង្ឃមិនយូរប៉ុន្មានយុវជនមុខបានលេចាសិក្ខាបទពេលទំនេរក៏តែងតែដើរច្រៀងស្មូតកំណាព្យដើម្បីព្រានប្រដៅអប់រំជំនាញជនពីស្រុកមួយទៅស្រុកមួយពីនិគមមួយទៅនិគមមួយហើយបានសាងកិត្តិយសកិត្តិស័ព្ទដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងភូមិស្រុកក្រោយមកទៅព្រះគ្រូចៅអធិការបាននាំមកតកល់ព្រះរាជាដែលត្រូវជាព្រះបិតាព្រះបាទអង្គឌួងដើម្បីក្រាបបង្គំសូមព្រះរាជាប្រទានឲ្យយុវជនមកស្នាក់នៅនិងបានបម្រើព្រះរាជាលុះក្រោយមកនៅពេលដែលនគរជួបប្រទះនឹងជំងឺរាតត្បាតនៅក្នុងភូមិស្រុកគ្រប់និគមជនបទគឺជំងឺអត់ធំប្រជាបរិះនៅពេលនោះបានឆ្លងនិងស្លាប់យ៉ាងច្រើនដោយសារជំងឺនេះកាលនោះមុខបានស្ម័គ្រចិត្តចូលទៅកាន់តំបន់នានាដែលមានជំងឺឆ្លងនោះដើម្បីចុះទៅស្មូតកំណាព្យអប់រំដាក់ទឿនដល់អ្នកស្រុកឲ្យយល់ដឹងអំពីអនាម័យនៅក្នុងការរស់នៅតាមរយៈការបោសសម្អាតភូមិករផ្ទះសម្បែងនិងលុបធ្លុកទឹកស្អុយច្រំនានានៅក្រោមផ្ទះលុះក្រោយមកមុខបានរៀបការប្រពន្ធជាមួយនាងសំបង្កើតកូនបានចំនួន5នាក់កូនទី1ឈ្មោះថាមិលរៀននៅបារាំងក្រោយមកធ្វើជាចៅហ្វាយស្រុកកូនទី2ឈ្មោះថាត្រចាត់រៀននៅបារាំងនិងបានធ្វើការនៅប្រទេសលាវក្រោយមកស្លាប់នៅទីនោះកូនទី3ឈ្មោះថាសំអោកធ្វើជាគ្រូបង្រៀនកូនទី4ឈ្មោះថាសំអែក៏ធ្វើជាគ្រូបង្រៀនដូចគ្នាកូនទី5ឈ្មោះថារំដេញជាកូនស្រីគាត់ជាប្រពន្ធព្រះអង្គម្ចាស់ដួងចក្រកូនក្សត្រនរោត្តមពេលធ្វើការងារជាមួយព្រះបិតាព្រះបាទអង្គឌួងសន្ធោមុខបានតែងកំណាព្យរឿងបានយ៉ាងច្រើនដោយដកស្រង់ចេញពីគម្ពីរបញ្ញាសជាដកនិងនិពន្ធជាកំណាព្យខ្លីៗរួមមានរឿងទេវនន្ទរឿងពុទ្ធសែននាងកង្រីនិងរឿងព្រះសង្ឃពនាតជាដើមលុះគ្រិស្តសករាជ1866បន្ទាប់ពីព្រះបិតាព្រះបាទអង្គឌួងសោយទីបង្គត់ទៅកុមារមុខត្រូវបានមកបម្រើការងារនៅរាជធានីភ្នំពេញនៅកាលនោះមុខធ្វើការងារឲ្យព្រះបាទអង្គឌួងវិញយោងតាមការស្រាវជ្រាវរបស់និពន្ធហុងធុងហៈមុខត្រូវព្រះបាទសម្ដេចព្រះនរោត្តមបង្គាប់ឲ្យគាល់ជាញឹកញាប់ដើម្បីអានសាស្ត្រាឲ្យព្រះអង្គស្ដាប់ព្រះអង្គបានរាប់អានគ្នាយ៉ាងជិតស្និទ្ធជាមួយសន្ធោមុខក្រោយមកព្រះបាទនរោត្តមបានសពហរតីតែងតាំងមុខធ្វើជាកវីចំណិតរបស់ព្រះអង្គបន្ទាប់ពីក្លាយជាកវីចំណិតរបស់ព្រះអង្គសន្ធោមុខត្រូវជួយព្រះរាជានៅក្នុងការតាក់តែងចងក្រងសើរើឡើងវិញនៅព្រះរាជពង្សសាវតាឡើងវិញក្នុងគ្រិស្តសករាជ1890ដល់1893ការងារនេះសន្ធោមុខបានសហនិពន្ធរៀបចំនឹងតែងជាមួយក្រុមរាជបណ្ឌិតក្នុងវាំងរួមមានបណ្ឌិតនិលទៀងនិងបណ្ឌិតព្រះគុណប៉ានពេលខ្លះមុខតែងកំណាព្យសម្រាប់ព្រះអង្គរសានៅពេលដែលព្រះបាទនរោត្តមចង់សម្ដាប់លោកមុខធ្វើការតែងពាក្យឃ្លោងឃ្លាបានយ៉ាងល្អពិសេសគ្រប់តាមវិរិយបំណងរបស់ព្រះអង្គចង់បានមិនថាជាពាក្យកាព្យពាក្យរាយពាក្យសរសើរពាក្យកំប្លែងឬតែងពីអ្វីទេមុខតែងតែមាន
ទេពកោសលតែងបានភ្លាមដែលនាំឲ្យព្រះអង្គសពព្រះハរតីយ៉ាងខ្លាំងពុនពេកប្រមាណក្រោយមកសន្ធោមុខត្រូវបានព្រះបាទនរោត្តមតែងតាំងមានឋានៈបម្រើនៅក្នុងក្រុមអាចារ្យលក្ខណ៍ជាក្រុមអមរិតក្សត្រីនិងជាមេឃ្លៀងច្បាប់ជាព្រះរាជកវីនិពន្ធសម្រាប់ព្រះមហាក្សត្រហើយពេលនោះព្រះអង្គបានប្រោះប្រទានបរមងារសន្ធោមុខថាអុកញ៉ាសន្ធោវោហាសូមរំលឹកថាគ្រាមួយនៅពេលដែលអុកញ៉ាសន្ធោវោហាមុខបានចូលក្នុងវាំងដើម្បីធ្វើការងារដោយសពដងសន្ធោមុខក៏បានជួបពើប្រទេសនឹងបារាំងសេះនៅច្រកមាត់ទ្វារវាំងគាត់បានពោលពាក្យពេចន៍ជាកំណាព្រាបរាប់អំពីការស្លៀកពាក់ចម្លែករបស់បារាំងទាំងនោះថាអាបារាំងអាបារោពាក់អាវសោត្រោខោជើងត្រង់ទៅពោលបានប្រមាណពួកបារាំងនោះខឹងនឹងស្មានថាគាត់ជាអ្នកសំទានផងនោះដោយសារតែឃើញរូបមុខពីការដៃក្រងែងវាក៏ទាត់មុខមួយជើងពេលនោះអុកញ៉ាវោហាសន្ធោមុខខឹងណាស់ដោយគាត់មានមាឌតូចនឹងពីការទីនោះក៏បានស្រែកជេរពួកបារាំងទាំងនោះដែលមានខ្លឹមសារកំណាព្យដូចតទៅអាបារាំងអាបារោចៅអបលៈហ៊ានលើកជើងធាក់អាលៈលួងលេងអ្វីសន្ធោមុខបាននិពន្ធរឿងទុំទាវនៅឆ្នាំ1857បានចារជាពាក្យកាព្យបទពាក្យ7ប្រកបដោយសិលវិធីនិពន្ធយ៉ាងល្អគួរឲ្យចាប់អារម្មណ៍ពោះមុខចេះជ្រើសរើសពាក្យដែលមានអត្ថន័យចំនិងត្រឹមត្រូវដូច្នេះហើយបានជារឿងរបស់លោកមានទំហំខ្លីប៉ុន្តែមានអត្ថន័យគ្រប់គ្រាន់ទាំងទស្សនៈទាំងវណ្ណៈនិងវិជ្ជាជនច្បាស់លាស់ដែលនាំឲ្យលោកបង្ហាញលក្ខណៈតួអង្គជាក់លាក់និងរូបិយប៉ុន្តែគួរឲ្យស្ដាយរឿងទុំទាវជាស្នាដៃរបស់អុកញ៉ាវោហាសន្ធោមុខត្រូវបានបាត់ផ្នែកខាងចុងរកមិនឃើញគឺបាត់ត្រង់វគ្គស្ដេចដាក់ទោសលើអកជូនបន្ទាប់មកភិក្ខុសោមក៏បានយករឿងនេះមកសរសេរឡើងវិញនៅក្នុងឆ្នាំ1915នេះគឺជាឃ្លាវគ្គឆ្លើយឆ្លងគ្នារវាងទុំនិងទាវក្នុងរឿងទុំទាវដ៏រស់រវើករបស់កវីវោហាសន្ធោមុខដែលមានខ្លឹមសារដូចតទៅការនោះល្បីឈ្មោះថាមឿនទុំនៅខេត្តត្បូងឃ្មុំប្រុកប្រាយចេះជាងដឹងរឿងរ៉ាវផងទាំងឡាយក្នុងដែនដីអាយព្រាបបំបានមានឈ្មោះពេជ្រក៏យ៉ាងនេះឯងតែបែកខាងភ្លេងពុនប្រមាណល្បីឈ្មោះសាយសោះទាំងពីប្រានខ្សាត់ខ្សានស្ដាច់មានរាជអោយកាអ្វីដែលប្លែកនឹងកម្រគឺស្នាដៃរបស់សន្ធោមុខប្រើប្រាស់សិលវិធីតែងកំណាព្យក្នុងរឿងទុំទាវដោយប្រើពាក្យសាមញ្ញងាយស្ដាប់ងាយយល់ដែលផ្ទុយនឹងស្នាដៃរបស់រឿងទុំទាវដែលនិពន្ធដោយព្រះបាទអង្គឌួងដោយរៀបរាប់ខាងលើដែលជាស្នាដៃព្រះអង្គនោះសំបីតែការបច្ឆេទនឹងក៏ពិបាកនឹងការយល់ព្រោះសរសេរជាពាក្យបាលីឯកសារខ្លះរបស់បារាំងបានលើកឡើងថាកវីវោហាសន្ធោមុខលោកមរណភាពនៅក្នុងឆ្នាំ1995ប៉ុន្តែបើយោងតាមព្រះរាជបន្ទូលរបស់ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណាដែលត្រូវជាចៅទូតបង្កើតរបស់អុកញ៉ាវោហាសន្ធោមុខព្រះអង្គមានព្រះបន្ទូលថាកវីវោហាសន្ធោមុខទទួលមរណភាពប្រហែលអំឡុងឆ្នាំ1908ត្រូវគ្នានឹងការលើកឡើងរបស់អ្នកនិពន្ធ King Hokdi ក្នុងសៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី19បានបញ្ជាក់ថាសន្ធោមុខមរណភាពនៅក្នុងឆ្នាំ1908ដូចគ្នាពោលគឺនៅក្នុងជន្មាយុ61ឆ្នាំនៅទីក្រុងភ្នំពេញអុកញ៉ាវោហាសន្ធោមុខត្រូវបានគេស្គាល់ថាជាកវីនិងជាអ្នកនិពន្ធដ៏ឆ្នើមខាងពាក្យកាព្យឃ្លោងលោកជាគ្រូបង្រៀនអ្នកប្រាជ្ញខ្មែរមួយរូបដ៏ប៉ិនប្រសប់ក្នុងការតាក់តែងនិពន្ធនិងបង្កើតស្នាដៃសម្រាប់ជាតិកាលដែលព្រះនគរដឹកនាំដោយហ្លួងនរោត្តមពោលគឺតាំងពីសម័យឧដុង្គរហូតដល់ជិតសម័យចុងសម័យអាណានិគមបារាំងបើទោះបីជាលោកអុកញ៉ាវោហាសន្ធោមុខបានទទួលមរណភាពទៅជារាប់រយឆ្នាំទៅហើយក្តីប៉ុន្តែស្នាដៃផ្នែកតែងនិពន្ធនិងអត្ថបទកំណាព្យរបស់គាត់នៅតែត្រូវបានចាប់អារម្មណ៍និងសូមកោតសរសើរក្រៃលែងក្នុងក្រអៅបេះដូងអ្នកប្រាជ្ញកវីអ្នកនិពន្ធនិងអ្នកអក្សរសាស្ត្រខ្មែរចំនួនក្រោយស្នាដៃនិពន្ធរបស់កវីវោហាសន្ធោមុខរួមមានសាស្ត្រារឿងទុំទាវនិពន្ធនៅក្នុងឆ្នាំ857សាស្ត្រារឿងស្រីវេនុននិពន្ធនៅក្នុងឆ្នាំ1859រឿងព្រះសង្ឃនាថនិពន្ធក្នុងឆ្នាំ1863ចងក្រងជាពាក្យកាព្យរឿងសាស្ត្រាវិមានច័ន្ទនិងទឹកសង្វា
នេះប្រហែលជានិពន្ធដោយកវីសន្ធមុខដែរនេះបើតាមការលើកឡើងរបស់លោកឃីងហុកឌីល្បើកករីនិងស្រមោចមានប្រភពចេញពីល្បើកឡាហ្វុងតេរបស់ប្រទេសបារាំងតាមរយៈបុត្ររបស់កវីវោហាសន្ធមុខដោយសារកូនលោកទាំងពីរជាអ្នកដែលសិក្សានៅបារាំងនេះបើយោងតាមការអាងរបស់លោកឃីងហុកឌីដូចគ្នាដែរការល្បើកចចកនិពន្ធក្នុងឆ្នាំ1874ពេលរាជពងសាវតាក្រុងកម្ពុជាក្រៅពីនេះសន្ធមុខជាអ្នកត្រួសត្រាយដំបូងនៅក្នុងការផ្ដល់ឱកាសឲ្យស្ត្រីរៀនបានខ្ពង់ខ្ពស់ដើម្បីលុបបំបាត់ទំនៀមទម្លាប់ខ្មែរដែលមានតាំងពីយូរលង់មកហើយការលុបបំបាត់នេះតាមរយៈសន្ធមុខបានបញ្ជូនកូនស្រីរបស់គាត់ទៅរៀនបានខ្ពង់ខ្ពស់និងក្លាយជាមន្ត្រីនាសម័យនោះផងដែរបន្ថែមពីនេះទៀតលោកអុកញ៉ាវោហាសន្ធមុខក៏ជាអ្នកស្ថាបនិកវងភ្លេងខ្សែដំបូងគេផងដែរដើម្បីតបស្នងនិងរំលឹកដល់កិត្តិស័ព្ទវោហាសាសអុកញ៉ាវោហាសន្ធមុខព្រះបាទនរោត្តមសីហនុនៅក្នុងឆ្នាំ1960ព្រះអង្គបានយកឈ្មោះកវីវោហាសន្ធមុខដ៏ល្បីល្បាញទៅដាក់ហៅឈ្មោះសាលាបឋមសិក្សាមួយនៅទីក្រុងភ្នំពេញតាមបណ្ដោយផ្លូវកម្ពុជាក្រោមគឺសាលាបឋមសិក្សាសន្ធមុខក្រោយមកសាលានេះត្រូវគេបានបដូរទៅជាវិទ្យាល័យសន្ធមុខវិញនៅក្នុងឆ្នាំ1993មួយវិញទៀតគេមិនដឹងថាការដាក់ឈ្មោះកវីវោហាសន្ធមុខជាឈ្មោះវិថីនៅក្នុងឆ្នាំណាទេប៉ុន្តែវិថីមួយដែលបានគេដាក់និងប្រើប្រាស់ហៅមកដល់បច្ចុប្បន្ននៅរាជធានីភ្នំពេញគឺមហាវិថីអុកញ៉ាសន្ធមុខវិថីនេះគិតចាប់ពីមហាវិថីព្រះស៊ីសវត្តរហូតដល់វិថីសុធារស់